សូមជូនរឿងព្រះនាងផ្ការសក្នុងនគរចម្ប៉ាបុរីដែលសម្បូរទៅដោយព្រៃឈើខៀវស្រងាត់និងផ្កាក្រអូបគ្រប់រដូវមានព្រះនាងមួយអង្គព្រះនាមផ្ការសព្រះនាងផ្ការសមានសម្ផស្សផូរផង់ដូចផ្ការសដែលរីកក្នុងសួនច្បារដូចឆ្នោតដែរព្រះនាងមានសក់ខ្មៅរលើបរលោងភ្នែកខ្មៅស្រទន់និងមានព្រះឱស្ថញញឹមជានិច្ចធ្វើឲ្យនគរទាំងមូលមានសេចក្តីសុខសាន្តបណ្ដាសាររបស់មច្ចុរាជផ្កាព្រះមាតាបិតារបស់ព្រះនាងផ្ការសគឺព្រះបាទសេនារាជនិងព្រះមហេសីសុបណ្ណារីបានស្រឡាញ់ព្រះនាងខ្លាំងណាស់ក៏ប៉ុន្តែក្នុងពិធីប្រសូតរបស់ព្រះនាងមានមច្ចុរាជផ្កាមួយរូបឈ្មោះធ្មប់ម៉ាលីបានបង្ហាញខ្លួនធ្មប់ម៉ាលីមានចិត្តចរណែនឹងភាពស្រស់ស្អាតនៃផ្ការសហើយបានដាក់បណ្ដាសាលើព្រះនាងអូព្រះនាងផ្ការសអើយសម្ផស្សដ៏ល្អឥតខ្ចក់របស់ឯងនឹងស្ថិតនៅបានត្រឹមតែ18ឆ្នាំប៉ុណ្ណោះនៅពេលព្រះនាងឈានចូលប្រជញ្ញ18ឆ្នាំព្រះនាងនឹងត្រូវប៉ះផ្ការសពលហើយនឹងលងលក់ក្នុងដំណេកដ៏យូរអង្វែងរហូតទាល់តែមានស្នេហ៍ពិតមកដាក់ឲ្យភ្ញាក់បណ្ដាសារបស់ធ្មប់ម៉ាលីបានធ្វើឲ្យព្រះរាជវាំងទាំងមូលព្រួយចិត្តជាខ្លាំងព្រះបាទសេនារាជក៏បានបញ្ជាឲ្យគេកាប់ផ្ការសទាំងអស់ចោលពីនគរចម្ប៉ាបុរីដើម្បីការពារព្រះនាងជាទីស្រឡាញ់របស់ព្រះអង្គដំណើរផ្សងព្រេងរបស់ព្រះនាងផ្ការសបានលូតលាស់ធំឡើងដោយមិនបានដឹងពីបណ្ដាសានោះទេព្រោះព្រះរាជវាំងមិនដែលនិយាយពីរឿងនេះឡើយនៅពេលព្រះនាងមានប្រជញ្ញ17ឆ្នាំព្រះនាងមានចិត្តចង់ដឹងខ្លាំងណាស់អំពីពិភពលោកក្រៅពីកំពែងវាំងនិងអំពីផ្ការសដែលព្រះនាងមិនដែលបានឃើញសោះថ្ងៃមួយព្រះនាងបានលួចទៅក្រៅវាំងរហូតដល់ទៅដល់ភ្នំមុនអាគមដែលជាកន្លែងធ្មប់ម៉ាលីរស់នៅទីនោះព្រះនាងបានឃើញសួនច្បារមួយដែលពោរពេញទៅដោយផ្ការសគ្រប់ពណ៌ជាពិសេសផ្ការសពណ៌ស្វាយមួយតងដែលភ្លឺផ្លេកគួរឲ្យចាប់អារម្មណ៍ដោយមិនបានដឹងថានោះជាផ្ការសពលរបស់ធ្មប់ម៉ាលីទេព្រះនាងក៏បានលូកដៃទៅប៉ះវាភ្លាមនោះបណ្ដាសាបានកាត់ឡើងព្រះនាងផ្ការសបានដួលលងលូកទាំងស្មារតីក្នុងចំណោមផ្ការសទាំងនោះដំណឹងនេះបានធ្វើឲ្យនគរចម្ប៉ាបុរីធ្លាក់ក្នុងភាពសោកសៅនិងស្ងាត់ជ្រងងឹមព្រះរាជានិងព្រះមហេសីបានយាងយកព្រះនាងទៅដាក់ក្នុងបន្ទប់កែវមួយនៅប៉មខ្ពស់បំផុតក្នុងវាំងព្រះអង្គម្ចាស់តេជោរិទ្ធីនិងស្នេហ៍ពុតមានព្រះអង្គម្ចាស់មួយអង្គនាមតេជោរិទ្ធីមកពីនគរឆ្ងាយដែលមានកិត្តិយសល្បីល្បាញដោយសារភាពក្លាហាននិងចិត្តសប្បុរសព្រះអង្គម្ចាស់តេជោរិទ្ធីបានឮដំណឹងដ៏សែនសោកស្ដាយនេះក៏មានចិត្តអាណិតអាសូរនិងចង់ជួយសង្គ្រោះព្រះនាងផ្ការសព្រះអង្គបានសម្រេចចិត្តធ្វើដំណើរទៅកាន់នគរចម្ប៉ាបុរីនៅពេលព្រះអង្គម្ចាស់យាងមកដល់ព្រះអង្គបានឃើញភាពស្ងាត់ជ្រងងឹមរបស់នគរចម្ប៉ាបុរីព្រះអង្គបានឡើងទៅកាន់ប៉ោមខ្ពស់បំផុតហើយឃើញព្រះនាងផ្ការសកំពុងផ្ទំលងលក់យ៉ាងស្អាតបាតក្នុងបន្ទប់កែវសម្ផស្សរបស់ព្រះនាងនៅតែស្រស់ស្អាតដដែលដូចជាគ្រាន់តែផ្ទំលក់ធម្មតាព្រះអង្គម្ចាស់តេជោរិទ្ធីក៏គិតក្នុងចិត្តថាព្រះនាងស្អាតណោះសម្រស់ដូចជាទេពអប្សរចុះពីឋានសួគ៌ដូច្នោះដែរខ្ញុំត្រូវតែជួយសង្គ្រោះព្រះនាងឲ្យភ្ញាក់ពីដំណេកនេះព្រះអង្គម្ចាស់តេជោរិទ្ធីក៏បានលុតជង្គង់ក្បែរព្រះនាងដោយក្តីស្រឡាញ់ដ៏បរិសុទ្ធនិងចិត្តមេត្តាព្រះអង្គក៏បានឱនទៅថើបថ្ពាល់ព្រះនាងផ្ការសយ៉ាងថ្នមភ្លាមនោះអព្យុធដ៏ស្អោចចារក៏បានកើតឡើងផ្ការសពលពណ៌ស្វាយដែលធ្មប់ម៉ាលីបានដាក់បណ្ដាសាស្រាប់តែคล้ายទៅជាផ្ការសពណ៌សបរិសុទ្ធព្រះនាងផ្ការសក៏បានបើកព្រះនេត្រឡើងនិងទាត់ឃើញព្រះអង្គម្ចាស់តេជោរិទ្ធីញញឹមដាក់ព្រះនាងបណ្ដាសារបស់ធ្មប់ម៉ាលីត្រូវបានបំបត្តិដោយស្នេហ៍ពិតភាពរីករាយបានវិលត្រឡប់មកនគរចម្ប៉ាបុរីវិញព្រះនាងផ្ការសនិងព្រះអង្គម្ចាស់តេជោរិទ្ធីបានយល់ចិត្តគ្នានិងស្រឡាញ់គ្នាទៅវិញទៅមកទីបញ្ចប់ព្រះរាជាទាំងពីរនគរ
បានរៀបចំពិធីអភិសេកដ៏ធំដុំសម្រាប់ព្រះនាងផ្ការ៉សនិងព្រះអង្គម្ចាស់តេជោរិទ្ធីព្រះនាងនិងព្រះអង្គម្ចាស់បានគ្រងរាជ្យដោយសុភមង្គលនិងយុត្តិធម៌រស់នៅជាមួយគ្នាជារៀងរាល់តុយតោសារៈអប់រំរឿងនេះបង្ហាញថាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនិងភាពក្លាហានអាចយកឈ្នះលើបណ្ដាសានិងរឿងអាក្រក់បានទាំងអស់